ការដែលធ្វើសប្បុរសធម៌ជាមួយអ្នកដទៃហ្នឹងគឺជាការចាំបាច់ឬក៏ជារឿងមួយដែលសំខាន់ជាជាងការដែលគិតគូរដល់អារម្មណ៍ផលដៃគូយើងដែរអត់ដោយសារតែអត់មានពេលថតពេលថ្ងៃអ្នកនរគ្នាអញ្ចឹងនេះទៅងូតទឹកហើយឆ្លៀតថតពេលយប់នេះឲ្យបានហ្មងហើយតោះយើងមកចូលសាច់រឿងយើងវិញរឿងដែលខ្ញុំចង់និយាយហ្នឹងគឺរឿង YSL Gift Set Controversy រឿងនេះល្បីខ្លាំងមែនតើនៅក្នុង Twitter Instagram Reddit ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗអ្នកនរគ្នាគឺល្បីខ្លាំងហើយគេយកមកនិយាយរហូតដល់ថ្ងៃហ្នឹងរឿងហ្នឹងមិនថ្ងៃហើយតែគេនៅតែយកមកនិយាយអញ្ចឹងរឿងនេះគឺអត់ដឹងថា 100% ជារឿងពិតឬក៏រឿងគ្រាន់តែគេប្រឌិតឡើងមកដើម្បីទទួលបានចំណាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណិតទេរឿងនេះចាប់ផ្ដើមឡើងដោយស្ត្រីម្នាក់គឺគាត់បានសរសេរបង្ហោះថាប្តីគាត់បានចូលរួមក្នុងកម្មវិធីអាហារថ្ងៃត្រង់របស់ក្រុមហ៊ុនដែលប្តីគាត់នឹងធ្វើការហើយទទួលបានរង្វាន់ដែលជា luxury gift set ហើយក្នុងនឹងគឺសុទ្ធតែគ្រឿង make up របស់ YSL ហើយអ្វីដែលចម្លែកហ្នឹងគឺប្តីគាត់ទទួលបានភ្លាមស្រាប់តែឲ្យទៅបុគ្គលិកស្រីម្នាក់ដែលធ្វើការជាមួយគ្នានឹងភ្លាមកាដូហ្នឹងណាអ្នកនរគ្នាហើយខាងក្រុមហ៊ុនហ្នឹងក៏បានថតបង្ហោះរូបពីរអ្នកហ្នឹងហើយបានសរសេរ caption ថាបរិះហ្នឹងគឺចិត្តល្អហើយចេះចាញ់ម្លែកក៏បានឃើញដល់ប្រពន្ធហ្នឹងខាងប្រពន្ធគឺគាត់បាននិយាយថាគាត់អត់បានខឹងដោយសារតែចង់បានគ្រឿងសម្អាងហ្នឹងឯងប៉ុន្តែគឺគាត់ខូចចិត្តដែលប្តីគាត់អត់បានគិតដល់គាត់ជាមុនណាប្រពន្ធនឹងនៅផ្ទះមើលថែកូនសម្អាតផ្ទះរៀបចំអីគ្រប់យ៉ាងបំពេញតួនាទីសពគ្រប់ជាប្រពន្ធប៉ុន្តែប្តីគាត់បែរជាទៅធ្វើឲ្យស្ត្រីផ្សេងនឹងសប្បាយចិត្តទៅវិញដោយមើលរំលងគាត់ជាប្រពន្ធគាត់យករឿងនេះទៅនិយាយជាមួយនឹងប្តីគាត់ប៉ុន្តែប្តីគាត់បែរទៅជានិយាយថាគាត់នឹងគឺប្រតិកម្មជ្រុលហើយច្រណែនដោយគ្មានហេតុផលប្តីគាត់ក៏បានរាយរាប់មកទៀតថាវាជារឿងចម្លែកបើសិនជាគាត់កាន់កថកគ្រឿងសម្អាងនឹងមុខអ្នករោងការងារហ្នឹងក៏គាត់ឃើញបុគ្គលិកស្រីហ្នឹងក៏ហុចឲ្យភ្លាមហ្មងទៅខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាគិតមិនទេចំណុចហ្នឹងតោះយើងតទៀតហើយរឿងនេះក៏ចាប់ដើម viral ហ្មងសម្បូរអ្នកប្រតិកម្មមែនតែនរឿងនេះទាំងខ្ញុំទាំងគេស្ដាប់ហើយខ្ញុំឈឺចាប់ជំនួសប្រពន្ធហ្នឹងហ្មងហើយអ្នកទាំងអស់គ្នាដឹងទេថាហេតុអីបានមនុស្សភាគច្រើនគាំទ្រខាងប្រពន្ធនេះជាធម្មតាពេលដែលយើងមានប្រពន្ធមានប្តីអ្នកដែលយើងគិតឃើញមុនគេហ្នឹងគឺប្តីប្រពន្ធយើងហ្នឹងហ្មងវាជារឿងទូទៅហ្មងជាធម្មជាតិផងមនុស្សគ្រប់គ្នាហ្មងហើយសកម្មភាពផងលោកប្តីហ្នឹងគឺគាត់អត់បានគិតគូរដល់អារម្មណ៍ប្រពន្ធគាត់នៅផ្ទះទេតែក៏មានអ្នកមកការពារខាងប្តីហ្នឹងដែរអ្នកទាំងអស់គ្នាដោយគេនិយាយថាដោយសារតែប្តីហ្នឹងជាអ្នកឈ្នះអញ្ចឹងគឺគាត់មានសិទ្ធិធ្វើអីស្រេចចិត្តគាត់ចង់ឲ្យអ្នកណាក៏បានហើយគេគិតថាប្តីហ្នឹងគឺគាត់ឲ្យកាដូហ្នឹងទៅបុគ្គលិកស្រីដោយអត់មានអារម្មណ៍ស្នេហាអីទេហើយអ្នកខ្លះក៏ថាឲ្យប្រពន្ធហ្នឹងគិតច្រើនពេកសរុបមកតើការដែលធ្វើសប្បុរសធម៌ជាមួយអ្នកដទៃហ្នឹងគឺជាការចាំបាច់ឬក៏ជារឿងមួយដែលសំខាន់ជាជាងការដែលគិតគូរដល់អារម្មណ៍ផលដៃគូយើងដែរអត់អ្នកទាំងអស់គ្នាអាចបញ្ចេញមតិនៅក្នុង comment ខាងក្រោមបាន